ប្រវត្តិគុកទួលស្លែងឬមន្ទីរស-21ទីដែលជាអតីតវិទ្យាល័យព្រះពុនីយ៉ាតកសាងឡើងក្នុងឆ្នាំ1962ស្ថិតនៅខាងកើតសាលាបឋមសិក្សាទួលស្លែងស-21ជាអក្សរកាត់នៃពាក្យសន្តិបាលនិងលេខនៃវិទ្យុតាក់ទងរបស់ដូចនៅក្នុងសម័យសង្គមរាស្ត្រនិយមសាលាទាំងពីរបានដំណើរការទទួលបង្រៀនសិស្សានុសិស្សជាច្រើនស្របពេលដែលគ្រឹះស្ថានសិក្សានិងចំនួនប្រជាជនមានកំណើនយ៉ាងឆាប់រហ័សតែទោះបីជាយ៉ាងណានៅក្រោយពេលមានរដ្ឋប្រហារខុសច្បាប់ទម្លាក់ព្រះបរមរតនកោដ្ឋដោយលន់នល់រួចមកកម្ពុជាប្រទេសដែលធ្លាប់មានស្ដេចគ្រងរាជ្យជាម្លប់រាប់ពាន់ឆ្នាំមកហើយក៏ស្រាប់តែត្រូវបានរបបនេះលុបបំបាត់ចោលទាំងស្រុងហើយការប្រើប្រាស់រាជសព្ទក៏ត្រូវបានហាម5នៅទូទាំងប្រទេសថែមទៀតដែលនេះជាហេតុនាំឲ្យវិទ្យាល័យព្រះពុនីយ៉ាតដែលយកឈ្មោះតាមព្រះនាមស្ដេចខ្មែរកសាងរាជធានីភ្នំពេញដំបូងបំផុតត្រូវប្ដូរទៅជាវិទ្យាល័យទួលស្វាយព្រៃវិញរហូតចូលដល់របបកម្ពុជាប្រជាធិបតេយ្យទីនេះក៏ត្រូវបានបិទទ្វារទាំងស្រុងប៉ុន្តែនៅក្រោយពេលដែលសុនសេនអគ្គមេបញ្ជាការកងទ័ពខ្មែរក្រហមបញ្ជាឲ្យដូចរៀបចំបង្កើតមន្ទីរស-21រួចមកដូចក៏បានផ្ដើមស្វែងរកនិងផ្លាស់ប្ដូរទីតាំងនៃមន្ទីរស-21នេះទៅតាមទីកន្លែងជាច្រើននៅក្រុងភ្នំពេញលុះនៅឆ្នាំ1976ដូចក៏សម្រាប់ជាចុងក្រោយក្នុងការជ្រើសយកវិទ្យាល័យនេះធ្វើជាទីតាំងនៃមន្ទីរស-21ត្បិតវាមានភាពងាយស្រួលក្នុងការឃុំឃាំងសួរចម្លើយនិងការពារកុំឲ្យអ្នកទោសលួចរត់ចាប់តាំងពីពេលនោះមកវិទ្យាល័យទួលស្វាយព្រៃសាលារៀនដែលតែងមានគ្រូមានសិស្សពោពេញដោយក្តីស្រឡាញ់ភាពរីករាយនិងក្តីសង្ឃឹមក៏ត្រូវប្រែក្លាយជាកន្លែងឃុំឃាំងធ្វើទារុណកម្មសួរចម្លើយនិងបញ្ចប់ជីវិតមនុស្សយ៉ាងឃោរឃៅបំផុតស-21ជាគុកក្នុងចំណោមគុកយ៉ាងតិច196នៃរបបកម្ពុជាប្រជាធិបតេយ្យទីនេះហាក់ដូចជាគុកសំខាន់ជាងគេព្រោះវាស្ថិតក្រោមការសម្របសម្រួលផ្ទាល់ពីអ្នកទទួលខុសត្រូវជាន់ខ្ពស់នៃរបបខ្មែរក្រហមដូចជាសុនសេននិងនួនជានាគ្រាដំបូងស-21ជាកន្លែងបញ្ចប់ជីវិតមនុស្សដោយផ្ទាល់តែម្ដងប៉ុន្តែដោយសារជំងឺឆ្លងដូចបានសម្រេចបដូរទីតាំងពិឃាតទៅកាន់បឹងជើងឯកដែលមានចម្ងាយប្រមាណ15គីឡូម៉ែត្រពីទីនេះវិញក្នុងអំឡុងប្រតិបត្តិការរយៈពេលជាង3ឆ្នាំស-21មានជនរងគ្រោះជាប់ឃុំនិងត្រូវបានបញ្ជូនទៅបញ្ចប់ជីវិតយ៉ាងតិច 18,000 នាក់លើសពីនេះបុគ្គលិកដែលបំពេញការងារនៅស-21ផ្ទាល់ប្រមាណ203នាក់ក៏ត្រូវបានពិឃាតក្រោមមូលហេតុក្បត់អង្គការផងដែរ2ទៅ3ថ្ងៃក្រោយការរំដោះបានភ្នំពេញទីនេះពុំត្រូវបានដឹងនិងស្គាល់ឡើយតែដោយសារក្លិនស្អុយរលួយនៃសាកសពជនរងគ្រោះដែលត្រូវបានសម្លាប់បំបិទមាត់នៅមុនពេលទាហានប៉ុលពតរត់ភៀសខ្លួនបានបង្កជាហេតុនាំឲ្យគេរកឃើញមន្ទីរស-21ហើយថែមទាំងជួយជនរងគ្រោះដែលនៅរស់រានមានជីវិតចំនួន12រូបផងនៅក្នុងឆ្នាំ1979ទីនេះត្រូវបានរៀបចំឲ្យមានសណ្ដាប់ធ្នាប់និងមានការិយាល័យធ្វើការរួមទាំងមានអ្នកដឹកនាំគ្រប់គ្រងគូបញ្ជាក់ផងដែរថានៅចន្លោះឆ្នាំ1979-1980ឈ្មោះផ្លូវការរបស់ស-21គឺទួលស្លែងមណ្ឌលប្រឡាយពូជសាសន៍នៃបនប៉ុលពតអៀងសារីប៉ុន្តែនៅក្នុងឆ្នាំ1982ឈ្មោះនេះក៏ត្រូវបានប្ដូរមកឈ្មោះបច្ចុប្បន្នវិញគឺសារមន្ទីរឧក្រិដ្ឋកម្មប្រឡាយពូជសាសន៍ទួលស្លែងសប្តាហ៍ថ្ងៃទីនេះបាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការរំលឹកដល់សោកនាដកម្មដ៏ឈឺចាប់ដែលកម្ពុជាបានឆ្លងកាត់ហេតុផលទាំងនេះបានធ្វើឲ្យគណៈកម្មាធិការប្រឹក្សាអន្តរជាតិរបស់អង្គការ UNESCO បញ្ចូលបណ្ណាសាសារមន្ទីរទួលស្លែងក្នុងបញ្ជីស្មារតីចងចាំនៃពិភពលោកនៅថ្ងៃទី31ខែកក្កដាឆ្នាំ2009នេះបានបញ្ជាក់ឲ្យឃើញថាអ្វីដែលកម្ពុជាបានជួបប្រទះពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ពិភពលោកជាពិសេសសម្រាប់យុវជនជំនាន់ក្រោយរបស់កម្ពុជាក្នុងការសិក្សាឆ្វេងយល់ចងចាំបង្ការនិងការពារឲ្យបាននៅការវិលត្រឡប់មកវិញនៃរបបដឹកនាំណាមួយដែលមានលក្ខណៈជ្រុលនិយមដោយរបបកម្ពុជាប្រជាធិបតេយ្យហើយនេះក៏ជាផ្នែកមួយរំលឹកដល់ប្រជាជនកម្ពុជារាប់លាននាក់ដែលបានបាត់បង់ជីវិតដោយអយុត្តិធម៌និងចងចាំជានិច្ចចំពោះការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការស្ដារប្រទេសជាតិឡើងវិញមកទល់សព្វថ្ងៃជួបគ្នាក្នុងវីដេអូបន្ទាប់